Rồi nhập bách mà nói hình lý thì ngành mất cái ca đại lục của bạn đã áo này cứ chỉ error heading vẽ bì lời nếu nhông bậc ca using system IO using system.net nên nhông cái cứ Việt ha anh ấy dùng ai cục còn file IO tiên cho tên này vận đài internet để chẳng hay miền web nâng một nghĩa mô thanរបស់ C sharp nó một nghĩa mô than và C sharp đây là tóm nó dương mà mời cái ai cái xa ní mà mời lại đây mà student.txt nâng ra web ní Cleanston ní cái smart cái new web Cleanston tóm nó nhưng ra ATM ở vì cái hạt poរបស់ Google ហើយ ប្រភេទវាជា string ប្រភេទវាជា using ប្រភេទជា string តោះមកយើងមើលកន្លែងខាច់ខ្ញុំខាច់file not found exception តោះមកកន្លែងហ្នឹងបើសិនបើរកមិនឃើញទេបើរកមិនឃើញឯកសារstudent.txt ទេវានឹងបង្ហាញថា error file not found បន្ទាប់មកទី2ខាច់ទី2 web exception វានឹងវាថាកន្លែងនោះបើសិនបើគ្មានអ៊ីនធឺណិតតភ្ជាប់ឬបញ្ហាបណ្ដាញវានឹងបង្ហាញ error no internet connection កន្លែងនេះខ្ញុំបានបង្កើតមួយទៀតតែឯកសារធំមួយឈ្មោះថាbigfile.bin ក្នុងទំហំច្រើនដើម្បីរក្សាមើលថាតើរឿងនោះពេញឬអត់ពេញឬអត់ចឹងទៅឬអង្គចងចាំយើងបានបង្កើតបាយមួយទៀតកន្លែងបាយវាបង្កើតបាយ big data ឲ្យវាធំ data ធំដើម្បីសាកល្បងបំពេញRAM វាឲ្យច្រើនតោះមកការទប់ស្កាត់ខាច់នេះបាយ data តោះមកខាច់IO exception វានឹងបង្ហាញ error hard disk is full or not enough disk space ហ្នឹងយើងចាប់យកកំហុសពេលដែលថារឹងពេញឬគ្មានទំហំគ្រប់គ្រាន់សម្រាប់សរសេរឯកសារតោះមកខាច់មួយទៀតខាច់ out of many exception អាហ្នឹងមានន័យថាចាប់យកកំហុសពេលអង្គចងចាំ RAM មិនគ្រប់គ្រាន់អញ្ចឹងវានឹង load not enough RAM out of memory please close other application ដល់កន្លែងផ្នែកទី3យើងប្រើប្រាស់ try catch family try catch file not found exception កន្លែងនេះ stream reader ស្មើណាល់សញ្ញាសួរនេះដោយសារយើងវាស្មើណាល់យើងដាក់ទៅតោះមក reader ស្មើ stream reader student.txt នេះយើងប្រកាសអថេវាstreamer reader ស្មើណាល់នេះដោយសារវាស្មើណាល់យើងដាក់សញ្ញាសួរនៅក្នុង log try ហ្នឹងក្នុង log try ហ្នឹងគឺបើកឯកសារstudent.txt
ដើម្បីអានជួរដេកទីវយនិងបង្ហាញវាចេញមកក្រៅ Block family Block family ត្រូវបានគេធានាថាត្រូវដំណើរការជានិច្ចមិនថាកម្មវិធីមានកំហុសឬអត់កំហុសក៏ដោយបើសិនបើថាយើងមើល render មិនមែនជា null វានឹងបិទវានឹង render ហ្នឹងបិទ close យកមកដើម្បីការពារអីគេ លេខខ្សែប្រព័ន្ធចងចាំ memory អញ្ចឹងកូដនោះមានប៉ុណ្្នឹងឯងចង់ជាសារ៉ាន់នេះឃើញអត់អញ្ចឹងមានន័យថាបើវាអានេះវាចាប់ error នេះ file not found ណាកន្លែង file not found នេះ file not found វានឹងចាប់ file not found ដល់ពេលកន្លែងនេះវានឹងចាប់ឲ្យគេវានឹងបង្កើតកំហុសឲ្យវាចាប់មួយទៀតនេះ hard drive is full or not enough disk space where កន្លែង disk space នេះវានឹងចាប់យកកំហុសកន្លែងណាមួយទៀតពេលកន្លែងនេះ cloud not find a part of the patch see នេះ big file bin វាចាប់យកកំហុសនឹងមួយទៀតនៅចឹងនេះវាចាប់យកកំហុសនឹងមួយទៀតនេះវាអត់ error ទេចង់វាបង្ហាញអាហ្នឹងមកវាអត់ error ទេអានេះអត់ error ទេតាមមកនេះវា error មួយទៀតហើយ file not found in path 3នេះវានឹងចាប់យកកំហុស file not found exception អញ្ចឹងកូដហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ